ខ្ញុំជឿថាទាំងខ្ញុំផ្ទាល់ក៏ដូចជាបងប្អូនមិននឹកស្មានសោះថាកម្មវិធីតាំងពីពណ៌ទេសចរមូស្លីមឆ្នាំនេះគឺមានការគ្រប់គ្រងខ្លាំងមែនទែនភ្លុកទឹកភ្លុកដីនិយាយទៅបងប្អូនខ្លះគាត់មកពីបណ្ដាខេត្តហើយមកចូលរួមគ្រប់គ្រងនៅកន្លែងហ្នឹងហើយក៏ទៅវិញពេលល្ងាចចឹងទៅហើយបងប្អូនយើងខ្លះនៅស៊ូជ្រកភ្លៀងជ្រកតង់ដើម្បីទិញនំចំណីទៀតចឹងហើយអ្វីដែលធ្វើឲ្យកម្មវិធីតាំងពីពណ៌ទេសចរមូស្លីមនេះខុសពីកម្មវិធីតាំងពីពណ៌ផ្សេងគឺការកោះកកាយនៅវប្បធម៌ខ្មែរយើងដែលជាវប្បធម៌សំខាន់មែនទែនដែលមនុស្សយើងបានមើលរំលងដូចជាការយកកម្មាខ្មែរឆ្នៃធ្វើជាសម្លៀកបំពាក់អញ្ចឹងគឺកម្រមានអ្នកគិតដល់មែនទែនហើយវប្បធម៌ទាំងអស់នេះគឺត្រូវបានរៀបចំដោយមូស្លីមកម្ពុជាយើងផ្ទាល់តែម្ដងហើយការបង្ហាញនៅវប្បធម៌ខ្មែរដូចជាសម្លៀកបំពាក់នំប្រពៃណីខ្មែរនំបញ្ចុកនំបុរាណខ្មែរទាំងអស់ហ្នឹងគឺចង់បញ្ជាក់ឲ្យភ្ញៀវទេសចរអន្តរជាតិគាត់ឃើញថាផ្សេងពីប្រាសាទអង្គរវត្តយើងគឺខ្មែរយើងមានវប្បធម៌ផុសផង់ជាច្រើនទៀតដែលពួកគាត់អាចសិក្សាស្វែងយល់ក៏ដូចជារៀនសូត្របន្ថែមបានហើយការបង្ហាញនៅវប្បធម៌ជនជាតិចាមដែលមានដើមកំណើតពីប្រទេសចម្ប៉ាដែលមានវត្តមាននៅប្រទេសកម្ពុជាសប្តាហ៍ថ្ងៃហ្នឹងក៏ជាផ្នែកមួយនៃវិស័យទេសចរដែរនិយាយទៅជាសក្តានុពលមួយដែលអាចតាក់ទាញទេសចរអន្តរជាតិឲ្យគេមកសិក្សាស្វែងយល់បន្ថែមមកលេងប្រទេសកម្ពុជាយើងកាន់តែច្រើនជាងមុនចឹងនិយាយទៅកម្មវិធីតាំងពីពណ៌នេះគឺបើកឱកាសឲ្យបងប្អូនទាំងអស់គ្នាទាំងប្រុសទាំងស្រីចាស់ក្មេងនេះគឺសប្បាយទាំងអស់គ្នាហ្មងហើយក្មេងៗអីនៅផ្ដុំគ្នានៅលើកម្រាលព្រំនៅមុខឆាកទាំងអស់គ្នាហ្មងនិយាយទៅដូចជំនាន់អង្គុយក្រាលកាតេលមើល account ចំនួនមុនហ្នឹងហើយខ្ញុំនៅសរសើរក្រុមការងាររៀបចំកម្មវិធីហ្នឹងគឺពួកគាត់ព្យាយាមធ្វើម៉េចបង្កើតជាបរិយាកាសកម្មវិធីហ្នឹងទាំងពេលថ្ងៃទាំងពេលយប់ហ្នឹងឲ្យវាបរិយាកាសផ្សេងគ្នាចឹងណាហើយវាសប្បាយទាំងអស់គ្នាចឹងទៅហើយគេមានកម្មវិធីចាប់ឆ្នោតយករង្វាន់ដើម្បីឲ្យអ្នកចូលរួមគាត់បានរបស់ប្រើប្រាស់ខ្លះដូចជាដបទឹកដូចជាឆាតអីជាដើមចឹងណាហើយរង្វាន់ធំហ្នឹងឃើញបងប្អូនយើងគាត់បានសម្បត្តិចំហទៅកាន់ប្រទេសម៉ាឡេទៀតទាំងបងប្អូនអ៊ីស្លាមនិងបងប្អូនមិនអ៊ីស្លាមគឺគាត់បានចូលរួមសប្បាយទាំងអស់គ្នាហ្មងហើយពេលវេលាដែលរំជើបជួលផុតហ្នឹងគឺបងណាសាគាត់បានឲ្យជាស្លឹកឆ្នោតទៅកាន់បងប្អូនយើងដែលគាត់បានទៅធ្វើអ៊ុំរ៉ោះអល់ឡោះសម្រេចក្តីសម័យគាត់ទេប៉ុន្តែខ្ញុំឈរមើលនេះគឺរំភើបខ្លាំងមែនទែនហើយខ្ញុំជឿថាពេលវេលានេះគឺពិសេសមែនទែនសម្រាប់គាត់ហើយខ្ញុំជឿថាកម្មវិធីតាំងពីពណ៌ទេសចរមូស្លីមមួយនេះអាចដំណើរការបានទេលុះត្រាមានការជ្រោមជ្រែងមានការគ្រប់គ្រងពីក្រសួងទេសចរក៏ដូចជាលោកពូអាយដាមរដ្ឋមន្ត្រីក្រសួងទេសចរដែលអាយដាមបានជំរុញខ្លាំងមែនទែនអំពីយុទ្ធសាស្ត្រតាក់ទាញទេសចរមូស្លីមសម្រាប់ឆ្នាំ2025នេះខ្ញុំជឿថាទាំងខ្ញុំទាំងបងប្អូនប្រកាសជារំភើបពេលដឹងថាមានជើងហោះហើរត្រង់ពីប្រទេសអ៊ីស្លាមជាច្រើនមកកាន់ប្រទេសកម្ពុជាយើងហើយខ្ញុំពិតជារំភើបសម្រាប់កម្មវិធីតាំងពីពណ៌នេះដែលពួកយើងអាចស្ដាប់ការចែករំលែកអំពីបទពិសោធន៍ក្នុងការរកស៊ីពីសហគ្រិនអ៊ីស្លាមយើងដូចជាបងហាណាលីជាដើមកម្មវិធីតាំងពីពណ៌នេះហើយគឺជាឱកាសដែលយើងអាចស្វែងយល់ពីគ្នាទៅវិញទៅមកទាំងវប្បធម៌ទាំងសាសនាទាំងការរកស៊ីអីហ្នឹងគឺយើងអាចស្វែងយល់ពីគ្នារៀនសូត្រពីគ្នាដើម្បីរីកចម្រើនជាមួយគ្នាហើយក៏សូមថ្លែងអំណរគុណដល់អ្នករៀបចំកម្មវិធីបងប្អូនស្ម័គ្រចិត្តបងប្អូនអាជីវករក៏ដូចជាបងប្អូនដែលបានមកទស្សនាកម្មវិធីតាំងពីពណ៌នេះបងប្អូនគឺជាចំណែកយ៉ាងសំខាន់ដែលបានចូលរួមចំណែកធ្វើឲ្យកម្មវិធីតាំងពីពណ៌នេះបង្កប់ទៅដោយការចងចាំនិងអនុស្សាវរីយ៍ល្អៗជាច្រើនហើយខ្ញុំសង្ឃឹមថារាល់ចំណុចខ្វះខាតដែលយើងទទួលបានពីបងប្អូនមហាជនដែលគាត់បានចូលរួមកម្មវិធីតាំងពីពណ៌នេះនឹងក្លាយជាការកែលម្អសម្រាប់កម្មវិធីតាំងពីពណ៌មូស្លីមឆ្នាំក្រោយៗទៀតឲ្យដំណើរការកាន់តែរលូននិងល្អប្រសើរជាងនេះទៀតអ៊ីនសាអល់ឡោះជម្រាបលាអស្សឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោះវ៉ាបារកាតុហ៍